សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីការធ្វើ button នៅក្នុង Figma ធ្វើ button សម្រាប់ចុចអ្វីផ្សេងៗមុននឹងធ្វើ button ទី1យើងត្រូវដាក់ save វាបន្តមក button វារាងជ្រុងពេកហើយយើងគួរតែដាក់ corner radius ឲ្យវារាងកោងយើងអាចដាក់16ហើយយើងនឹងជ្រើស color តទៅនោះយើងអាចដាក់ text ដូចនេះយើងបាន button មួយយើងក៏អាចធ្វើ button បិទបើកអ្វីមួយបានផងដែរដោយទី1យើងអាច copy save button ពីនេះមកហើយយើងដាក់រង្វង់ដូរទំហំរបស់វានេះគឺជា button សម្រាប់បិទបើកអ្វីមួយ